ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Facebook Page និង Channel របស់ខ្ញុំ Cooking with Sophia ថ្ងៃនេះគឺខ្ញុំមកចែកម្លែកពីទឹកនៃឆាកាទៀវជាមួយនឹងទឹកត្រីផ្អែមសម្រាប់លេងស្រូបជាមួយកាទៀវឆាឲ្យមានរសជាតិឆ្ងាញ់សម្រាប់កាទៀវឆាយើងមើលទៅដូចងាយស្រួលទេប៉ុន្តែបើធ្វើអត់ត្រូវគឺញ៉ាំអត់ឆ្ងាញ់ដូចគ្នាតោះឥឡូវយើងមកចាប់ផ្ដើមរៀបចំគ្រឿងសម្រាប់ឆាកាទៀវមុនសិនសម្រាប់កាទៀវឆារបស់ខ្ញុំនេះគឺខ្ញុំធ្វើរសជាតិដើមរសជាតិដែលយើងអ្នកនិយមដើមផ្សារគឺគាត់ស្គាល់ហើយរសជាតិកាទៀវនៅតាមផ្សារវាអត់ដូចកាទៀវនៅតាមហាងទេគេប្រើស្លឹកកញ្ឆៃហើយលាយជាមួយនឹងស្បែកក្ដោសប៉ុន្តែក៏មានអ្នកខ្លះគេលាយស្បែកក្ដោសដែរតែលាយស្បែកក្ដោសសម្រាប់ខ្ញុំគឺសូវឆ្ងាញ់ទេហើយយើងយកស្លឹកកញ្ឆៃចំនួន30ក្រាមកាត់ជាកង់ៗមកហើយខ្ញុំលាយជាមួយនឹងស្បែកក្ដោសហ្នឹង150ក្រាមដូចស្មើមួយខាំខ្លះខ្ញុំកាត់ហើយខ្ញុំច្របល់វាចូលគ្នាដើម្បីងាយស្រួលដាក់ឆាហើយសម្រាប់ផ្នែកសាច់វិញគឺខ្ញុំប្រើផ្នែកធុងមាន់យើងធ្វើដូចអ្នកលក់អញ្ចឹងហើយយើងប្រើធុងមាន់ចំនួន1ចាហៀងហើយដោយសារខ្ញុំនៅសល់ស្បែកជ្រូកអញ្ចឹងខ្ញុំក៏បានដាក់ស្បែកជ្រូកស្ងោរជាមួយនឹងធុងមាន់ហ្នឹងហើយខ្ញុំមានកពឹសលីងខ្ញុំលីងកពឹសហ្នឹងចំនួន1ខាំហើយធុងមាន់យើងហែកវាជាសាច់តូចៗមកហើយបន្ទាប់មកយើងមកចាប់ផ្ដើមមកត្រាំកាទៀវសម្រាប់កាទៀវហ្នឹងគឺមុននឹងយកទៅឆាខ្ញុំយកវាមកលាងជាមួយនឹងទឹកហ្នឹងមកដឹកមកទឹកពីទឹកសិនណាហើយយើងត្រាំវាចោល2 3នាទីឲ្យសរសៃកាទៀវយើងគឺវារាងទន់បន្តិចបន្ទាប់ពីយើងត្រាំកាទៀវរួចហើយយើងមកចាប់ផ្ដើមដាក់ឆ្នាំងខ្ទះយើងប្រើប្រេងចំនួន3 4ស្លាបព្រាទៅព្រោះកាទៀវយើងរៀងច្រើនដែរហើយយើងដាក់ខ្ទឹមសឆារៀងឈ្ងុយតិចសិនណាហើយយើងមានបន្ថែមជាមួយនឹងទឹកដែលយើងសល់ពីស្ងោរមាន់ហ្នឹងគឺចំនួនកន្លះចានចង្កឹះហើយបន្ទាប់មកយើងដាក់ស៊ីអ៊ីវខាប់ណាយើងដាក់ប្រហែលជា1ស្លាបព្រាបាយមកដើម្បីឲ្យទឹកស៊ុបហ្នឹងវាមើលទៅវារាងខ្មៅបានយើងឆាកាទៀវមកវាមានពណ៌ស្អាតបងប្អូនលេងមកល្មមប្រហែលកាទៀវcủaបងប្អូនណាហើយយើងត្រូវរងចាំឲ្យទឹកស៊ុបហ្នឹងវាពុះសិនពេលដែលទឹកមាន់យើងពុះហើយបងប្អូនបន្ថយមកនៅភ្លើងតូចសិនចាំយើងដាក់កាទៀវរបស់យើងចូលពេលដាក់កាទៀវចូលភ្លាមបងប្អូនត្រូវលះដៃលះភ្នែកមានចាប់ផ្ដើមស៊ីសងនិយាយលេងយើងត្រូវតែលះដៃដែរព្រោះតែអញ្ចឹងទេកាទៀវយើងគឺវាទន់អត់ស្មើគ្នាល្អវាមានកន្លែងខ្លះទុំកន្លែងខ្លះរងហើយពេលបងប្អូនច្របល់យើងអាចប្រើទៅវាឬក៏ចង្កឹះដើម្បីច្របល់បែបនេះក៏បានដែរយើងមើលទៅយើងខាងងាយស្រួលក្នុងការឆាកាទៀវប៉ុន្តែបើយើងដាក់ទឹកច្រើនចូលវាធ្វើឲ្យកាទៀវរបស់យើងរីកខាំងបញ្ញាំអត់ឆ្ងាញ់ហើយបើយើងដាក់ទឹកតិចយើងអាចបន្ថែមបានទៅពេលវាស្រួយទៅយើងបន្ថែមប្រោះទឹកបន្ថែមហើយយើងទៅសោះវាបែបហ្នឹងមកបានសរសៃកាទៀវយើងល្អពេលដែលយើងឆាកាទៀវយើងដាច់ទឹកស៊ុបល្អហើយបងប្អូនអាចដាក់ស្បែកក្ដោសចូលទៅពួកខ្ញុំចង់ឲ្យស្បែកក្ដោសហ្នឹងវាឲ្យឆ្អិនខ្លាំងពេកអញ្ចឹងពេលដែលកាទៀវឆ្អិនហើយបានខ្ញុំដាក់ចូលយើងច្របល់វាតែ2 3ត្រឡប់ទៅគឺរួចហើយស្បែកយើងគឺវានៅស្រស់ល្អខ្ញុំមើលទៅវាស្អាតហើយញ៉ាំទៅក៏ឆ្ងាញ់ដែរពេលយើងឆាកាទៀវរួចហើយយើងទុកវាមួយឡែកសិនយកមកធ្វើទឹកត្រីផ្អែមហើយទាំងអស់នេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើទឹកត្រីរបស់ខ្ញុំហើយខ្ញុំប្រើស្ករសចំនួនកន្លះចានចង្កឹះបន្ទាប់មកទៀតយើងមានទឹកក្តៅយើងប្រើទឹកក្តៅអូនក៏បានទឹកដាំពុះក៏បានដែរឬមួយក៏បងប្អូនអាចយកទឹកដាំនៅលើភ្លើងហ្មងក៏បានទឹកហ្នឹងគឺចំនួន1ចានចង្កឹះហើយទឹកត្រីចំនួន4ស្លាបព្រាបាយហើយអំបិលគឺកន្លះស្លាបព្រាបាយសម្រាប់ទឹកក្រូចឆ្មាជាមួយនឹងទឹកខ្មេះក៏បានដែរបងប្អូនអាចប្រើមួយណាក៏បានដែរហើយយើងប្រើចំនួន3ស្លាបព្រាបាយប៉ុន្តែបងប្អូនអាចដាក់បន្តិចសិនក៏បានព្រោះរសជាតិជូរយើងអាចចូលចិត្តខុសគ្នាអញ្ចឹងបងប្អូនអាចភ្លក់រសជាតិថែមថយទៅតាមចំណង់ចំណូលចិត្តបន្ទាប់មកយើងកូរស្ករឲ្យវារលាយចូលគ្នាបានសព្វល្អទៅពេលដែលយើងកូរវារលាយសព្វហើយយើងបន្ថែមជាមួយនឹងខ្ទឹមសបងប្អូនចូលចិត្តច្រើនដាក់ច្រើនណាខ្ញុំដាក់តែមួយស្លាបព្រាកាហ្វេទេហើយបន្ទាប់មកខ្ញុំមានបន្ថែមជាមួយនឹងខ្ទឹមក្រហមនោះមកមើលយើងហាន់ជាប្រទេសស្ដើងបែបហ្នឹងមកយើងអត់ប្រើការ៉ុតទេព្រោះទឹកត្រីយើងសម្រាប់ស៊ុបជាមួយនឹងកាទៀវឆាយើងមិនបាច់ប្រើការ៉ុតទេហើយសម្រាប់សណ្តែកដីជាមួយនឹងម្ទេសឆាពេលដែលញ៉ាំចាំយើងបន្ថែមពីលើលើគ្រឿងផ្សំទាំងអស់គឺយើងរៀបចំរួចរាល់អស់ហើយសម្រាប់កាទៀវដែលខ្ញុំឆាមកខ្ញុំភ្លេចបញ្ជាក់ប្រាប់បងប្អូនថាខ្ញុំប្រើសរសៃកាទៀវចំនួន3ខាំពេលដែលយើងឆាហើយមកគឺបានច្រើនគួរសមដែរយើងអាចរៀបបានចំនួន4ចានណាហើយសម្រាប់បងប្អូនដែលចូលចិត្តកាទៀវឆាដូចខ្ញុំគឺអាចសាកល្បងវិធីរបស់ខ្ញុំបានយើងលាយជាមួយទឹកត្រីនោះមកគឺឆ្ងាញ់ខ្លាំងមែនតើហើយយើងបន្ថែមជាមួយនឹងសណ្តែកដីហើយនឹងម្ទេសឆាខ្ញុំនឹងដាក់លីងនៅខាងក្រោមវីដេអូជូនអរគុណច្រើនបងប្អូនអរគ្នាដែលបានចូលមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើមានសំណួរឬយោបល់អាចខមមិននៅខាងក្រោមវីដេអូបានហើយសម្រាប់បងប្អូនថ្មីៗដែលអត់បាន Subscribe Channel YouTube និង Follow Page របស់ខ្ញុំសូមជួយ Subscribe Channel YouTube និង Follow Page របស់ខ្ញុំផងណាហើយអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ